ញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6និងប្រកាសសមាជិកភាពក្រុមការងារចុះមូលដ្ឋានភូមិក្នុងឃុំម្សាក្រុងស្រុកស្ទូងនាថ្ងៃអាទិត្យ600ខែបឋមសាទឆ្នាំមមីអថស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី5ខែកក្កដាឆ្នាំ2026ឯកឧត្តមជាបណ្ឌិតប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំម្សាក្រុងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថៅចេថាអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកស្ទងបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027នៅទីស្នាក់ការគណៈបកឃុំម្សាក្រុងស្រុកស្ទងខេត្តកំពង់ធំសូមជម្រាបថាកិច្ចប្រជុំនេះក៏មានការប្រកាសសមាជិកភាពក្រុមការងារគណៈបកចុះមូលដ្ឋានភូមិទាំង11នៃឃុំម្សាក្រុងព្រមទាំងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1ឆ្នាំ2026និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានឃុំម្សាក្រុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមលោកជំទាវអស់លោកស្រីជាអនុប្រធាននិងសមាជិកនៃក្រុមការងារគណៈកម្មាធិការគណៈបកឃុំសាខាបកភូមិនិងក្រុមការងារយុវជនឃុំយ៉ាងច្រើនកុះករថ្លែងក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមការងារបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីថៅចេថាជូនចំពោះសមាជិកសមាជិកានៃក្រុមការងារទាំងអស់ជាមួយគ្នានោះដែរឯកឧត្តមក៏បានសម្ដែងនៅការកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានឃុំដែលបានបដិញ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៅកម្មវិធីនយោបាយសេចក្តីសម្រេចនិងគោលការណ៍ណែនាំនានារបស់គណៈបកព្រមទាំងបានខិតខំរួមគ្នាធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅមូលដ្ឋាននាពេលកន្លងមកឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអង្គប្រជុំថាយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1ឆ្នាំ2026និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី4ខែកក្កដាឆ្នាំ2026កន្លងទៅឯកឧត្តមវង្សសីវិសុទ្ធសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំបានផ្ដល់ការណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពនៅផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027ដោយមិនត្រូវមើលស្រាលសភាពការនោះទេព្រោះយើងកំពុងស្ថិតក្នុងបរិយាកាសដែលខុសពីបរិយាកាសនៃការបោះឆ្នោតលើកមុនដោយសារការផ្លាស់ប្ដូរជារចនាសម្ព័ន្ធរបស់អ្នកបោះឆ្នោតនិងបញ្ហាប្រឈមធំៗដែលបានជួបប្រទះជាបន្តបន្ទាប់និងមិនធ្លាប់មានពីមុនមកដូចជាបញ្ហាទំនាស់ព្រំដែនការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam និងបញ្ហាសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនដែលអាចជះឥទ្ធិពលដល់ការបោះឆ្នោតទន្ទឹមនឹងនេះដែរឯកឧត្តមប្រធានក្រុមការងារក៏បានអំពាវនាវដល់សមាជិកសមាជិកាបកទាំងអស់ត្រូវរួមគ្នាគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់គណៈបកដើម្បីដណ្ដើមជ័យជំនះជូនគណៈបកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2028នាពេលខាងមុខលើសពីនេះត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះចិត្តដិតជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីក្តាប់ឲ្យបាននៅរាល់សុខទុក្ខក្តីកង្វល់សំណើនិងសំណុំពរនានាសម្ដៅឈានទៅរកការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់បំផុត